ដើមបីផលិតប្លង់ក្បាលដីមួយបានវាត្រូវការនៅដំណើរការច្រើនហើយនឹងចំណាយពេលយូរក៏សមដែរជាពិសេសសម្រាប់លោកស្រីដែលពុំសូវស្ទាត់ជំនាញនៅក្នុងការប្រើប្រាស់កម្មវិធីដែលដំណាក់កាលទាំងនោះគិតចាប់ពីការគូសព្រំបន្ទល់ដីការកែកុនតនន័យក្បាលដីការបង្កើតនៅនិមិត្តសញ្ញាក៏ដូចជាការដាក់ស្លាក label ការបង្កើតនៅសញ្ញា layout ការ design នៅសញ្ញា layout នោះហើយនឹងការនាំចេញនៅផលិតផលសម្រាប់ចឹងដើម្បីដោះស្រាយនៅបញ្ហាទាំងអស់ហ្នឹងឲ្យមានប្រសិទ្ធភាពយើងសូមណែនាំនៅឧបករណ៍មួយដែលមានឈ្មោះថា Quicklearn Plot ពី KJ Toolbox របស់ MyJ Academy ចឹងឧបករណ៍នេះគឺយើងដាក់តែតនន័យក្បាលដីចូលហើយយើងចុចប៊ូតុង Run យើងទទួលបានលទ្ធផលតែម្ដងជារួមគឺយើងត្រូវការតែតនន័យមួយប្រភេទទេដែលអាចជា point ជា line ឬក៏ជា polygon ដែលនៅពេលដែលយើងដាក់តនន័យទាំងអស់ហ្នឹងចូលទៅគឺឧបករណ៍នឹងធ្វើការបង្កើតនៅតនន័យចាំបាច់សម្រាប់ប្លង់ក្បាលដីនឹងជាមួយនឹងសុវត្ថិភាពខ្ពស់ពីតនន័យដើមទៅជាប្លង់សម្រាប់ទាំងអស់នេះមាននៅក្នុងឧបករណ៍ Quicklearn Plot របស់ KJ Toolbox Design Smarter Work Faster